សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូសូមបង្ហាញមេរៀនមួយទៀតទាក់ទងនឹងរឿងព្រេងខ្មែរយើងណាកូនៗតែមានចំណងជើងថារឿងភ្នំប្រុសភ្នំស្រីរឿងហ្នឹងគឺនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី5មេរៀនទី2បាទឥឡូវហ្នឹងយើងចាប់ផ្ដើមអានអត្ថបទរឿងរបស់យើងទាំងអស់គ្នាកូនៗណាអានជាមួយលោកគ្រូទាំងអស់គ្នាបាទបានឆាប់ចេះអានបាទកាលពីព្រេងនាយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអយុធ្យារាជការស្ដេចអង្គនេះពួកស្រីទៅត្រូវទៅដណ្ដឹងប្រុសធ្វើជាប្តីស្រីមានរូបឆោមពុំស្អាតពិបាករកប្តីណាស់ព្រោះពួកប្រុសពុំយកធ្វើជាប្រពន្ធលុះមកដល់រាជស្ដេចក្រោយពួកស្រីមានគំនិតរើបំរាស់ពីប្រពៃណីស្រីដណ្ដឹងប្រុសពួកស្រីបានជំនុំគ្នាដើម្បីរកវិធីដោះស្រាយពួកយើងជាស្រីយើងដណ្ដឹងប្រុសដូចជាមិនសមសោះយើងគួរតែបបួលប្រុសភ្នាល់គ្នាដោយលើកដីពូនជាភ្នំបើពួកស្រីឈ្នះឲ្យពួកប្រុសមកដណ្ដឹងស្រីវិញម្ដងគិតហើយពួកស្រីក៏ទៅនិយាយបបួលពួកប្រុសភ្នាល់យើងភ្នាល់គ្នាពូនភ្នំដោយលើកដីពូនតាំងពីប្រលប់រហូតដល់ផ្កាយព្រឹករះសឹមយើងឈប់ពួកប្រុសក៏យល់ព្រមតាមខសន្យានេះទាំងខាងស្រីទាំងខាងប្រុសក៏ចាត់មេកំណែនឲ្យដើរកែនគ្រប់ចំនួនខាងប្រុសខាងស្រីរួចរែកទូលតាមសមត្ថភាពរៀងខ្លួនលុះធ្វើការបានប្រហែលជា 4-5 ម៉ោងពួកស្រីមានឧបាយកលក៏នាំគ្នាបង្ហូតគោមមួយយ៉ាងខ្ពស់នៅជ្រុងឦសានភ្នំពួកប្រុសមើលទៅលើឃើញគោមស្រីបង្ហូតស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលក់គ្មានសល់ម្នាក់ឯពួកស្រីក៏នាំគ្នាលើកដីពូនភ្នំដរាបដល់ផ្កាយព្រឹករះមែនតែនទើបឈប់លុះដល់មាន់រងាវពួកប្រុសភ្ញាក់ឡើងស្រាប់តែឃើញផ្កាយព្រឹកមែនតែនទើបនឹងរះពួកប្រុសលាន់មាត់យើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកនេះមែនតែនទើបរះសោះពួកប្រុសនាំគ្នាក្រឡេកទៅមើលភ្នំពួកស្រីមានទំហំធំហើយខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តព្រោះចាញ់កាលល្បិចស្រីតាំងពីពេលនោះមកពួកប្រុសក៏ទៅដណ្ដឹងស្រីធ្វើជាភរិយារហូតដល់សព្វថ្ងៃបាទឃើញថាអត្ថបទយើងបានបញ្ចប់ហើយកូនណាឥឡូវយើងចាប់ផ្ដើមចូលនៅសំណួររបស់យើង1តើក្នុងរជ្ជកាលស្ដេចអង្គណាដែលស្រីទៅដណ្ដឹងប្រុសធ្វើប្តី2ហេតុអ្វីបានជាស្រីមានគំនិតរើបំរាស់3ស្រីរើបំរាស់តាមវិធីណា4ហេតុអ្វីបានជាមនុស្សពួកស្រីភ្នាល់ឈ្នះពួកប្រុស5តើដំណើររឿងភ្នាល់គ្នាពូនភ្នំកើតឡើងនៅកន្លែងណានៅពេលណា6តើរឿងនេះមានព្រឹត្តិការណ៍អ្វីខ្លះ7តើស្រីឈ្នះប្រុសដោយវិធីណាចូលលើកយកអំណះអំណាងនៅក្នុងរឿងមកបញ្ជាក់លំហាត់កតើរឿងខាងលើមានគំនិតអប់រំដូចម្ដេចចូលគូសសញ្ញាថិចនៅក្នុងប្រអប់ចម្លើយត្រឹមត្រូវ1ត្រូវចេះ
គោរពសិទ្ធិគ្នាទៅវិញទៅមក2ត្រូវចេះប្រើប្រាជ្ញារួមសំទើបទទួលបានជោគជ័យ3ត្រូវរកគេមកជួយទើបទទួលបានជោគជ័យខចូលបង្ហាញអារម្មណ៍របស់ពួកប្រុសៗនៅពេលចាញ់កលល្បិចពួកស្រីៗដោយជ្រើសរើសចម្លើយត្រឹមត្រូវ1ប្រុសសប្បាយចិត្តព្រោះបានប្រកួតជាមួយស្រី2ប្រុសខ្វល់ខ្វាយព្រោះចង់ឈ្នះស្រី3ប្រុសខកចិត្តនិងខ្មាស់អៀនព្រោះចាញ់កលស្រីបាទឃើញថាក្រោយពីអានអត្ថបទនិងសំណួរលំហាត់មកកូនចាំព្យាយាមធ្វើនៅសំណួរនិងលំហាត់នៅក្នុងអត្ថបទហ្នឹងណាកូនណាប្រសិនបើធ្វើមិនកើតឆ្លើយពុំរួចទេកូនអាច comment សួរលោកគ្រូបានគ្រាន់តែសរសេរថាលំហាត់ទី1ឬលំហាត់ទី2សំណួរទី3អីចឹងទៅកូនណាបាទលោកគ្រូនឹងឆ្លើយនៅ comment របស់កូនទាំងអស់គ្នាបាទជាចុងចប់លោកគ្រូសូមអរគុណកូនទាំងអស់គ្នានិងជូនពរកូនទាំងអស់គ្នាទទួលបានជោគជ័យក្នុងការសិក្សាជោគជ័យនៅពេលអនាគតទាំងអស់គ្នាកូនណាលោកគ្រូសូមជូនពរឲ្យសុខភាពល្អផងដែរបាទលោកគ្រូសូមអរគុណនិងសូមជម្រាបលា